ចំណុចសំខាន់3ដែលបងប្អូនគួរយល់ដឹងរាល់ពេលដែលធ្វើដំណើរដោយក្បែរឡានកុងតឺន័រធំៗអញ្ចឹងទី1គឺនៅចំពីមុខឡានដោយសារតែមុខឡានកុងតឺន័រមានរាងធំហើយខ្ពស់ដូច្នេះអាចធ្វើឲ្យអ្នកបើកបរឡានពិបាកមើលឃើញបងប្អូនមែនទែននៅពេលដែលបងប្អូនធ្វើដំណើរនៅគៀកមុខឡានពេកជាការល្អសូមបងប្អូនព្យាយាមនៅឲ្យឆ្ងាយបន្តិចដើម្បីឲ្យពួកគាត់ងាយស្រួលមើលឃើញផងនិងដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ2អ្នកបើកបរកុងតឺន័រមិនអាចមើលឃើញផ្នែកទាំងស្រុងនៅខាងឆ្វេងនិងខាងស្ដាំដោយបានបង្ហាញក្នុងវីដេអូខាងលើអញ្ចឹងកុំគិតថាឡានពួកគាត់មានកញ្ចក់ធំៗហើយច្រើនគិតថាគាត់អាចមើលឃើញគ្រប់ជ្រុងជ្រោយអសោះព្រោះចន្លោះខ្លះផុតពីមុំភ្នែករបស់គាត់ដែលអាចមើលឃើញបានទី3គឺនៅចំពីក្រោយឡានតែម្ដងបើសិនជាបងប្អូនជិះមកទៀតពេកនោះអ្នកបើកបរក៏មិនអាចមើលឃើញបានដែរដោយបងប្អូនបានឃើញអញ្ចឹងដោយសារតែគូតឡានមានរាងធំហើយវែងដូច្នេះសូមបងប្អូនព្យាយាមនៅឲ្យឆ្ងាយបន្តិចដើម្បីជៀសវាងគ្រោះថ្នាក់នៅពេលវ៉ាចែងទីចុងក្រោយសូមបងប្អូនបើកបរដោយប្រុងប្រយ័ត្ននិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាហើយកុំភ្លេចចុច like និង share វីដេអូនេះឲ្យអ្នកដទៃទៀតបានឃើញនិងបានដឹងផងណាវីដេអូនេះនាំមកជូនដោយក្រុមហ៊ុន SV Tracking ជាក្រុមហ៊ុនដឹកជញ្ជូនផ្លូវគោកឈានមុខគេក្នុងប្រទេសកម្ពុជា